អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីការ set up price level នៅក្នុង condition ដែលយើងភ្ជាប់ជាមួយនឹង membership upgrade អញ្ចឹងដោយសារតែយើងមានវីដេអូបង្ហាញពីការបង្កើត price level រួចរាល់ហើយទៅលើលក្ខខណ្ឌ price level ធម្មតាទូទៅសម្រាប់ប្រើ back end និង POS ប៉ុន្តែក្នុងលក្ខខណ្ឌនេះគឺខ្ញុំបង្កើតបង្ហាញជាមួយនឹងការភ្ជាប់ជាមួយនឹងការ upgrade ទៅលើ membership ដែលករណីហ្នឹងគឺយើងអាចធ្វើការបង្កើតថ្មីឬក៏កែប្រែ price level ណាមួយសម្រាប់ការចងភ្ជាប់ជាមួយនឹង K-Store app ឬក៏ mobile app ដើម្បីកំណត់ទៅលើការ auto upgrade ការសមាជិកតាមរយៈ star របស់យើងឬក៏ហៅថា saving point របស់យើងនឹង yes អញ្ចឹងកន្លែងនេះដែរខ្ញុំសូមធ្វើការបង្ហាញអូខេអញ្ចឹងដើម្បីបង្កើតកាតសមាជិកឬក៏ price level បានជាទូទៅហ្មងគឺយើងចូលទៅក្នុងផ្នែករបស់ marketing ហើយចូលទៅក្នុង setup master data ហើយយកទៅលើពាក្យថា setup price level កន្លែងនេះតាមប៉ុន្តែយើងដឹងហើយដោយសារតែកន្លែងនេះគឺយើងមាន price level មួយជា default ហ្មងបើសិនជាគាត់ប្រើទូទៅហ្មងគឺ general អញ្ចឹងមានថា general គឺជា price level code ដែលយើងប្រើប្រាស់ហើយ general ហ្នឹងក៏ជា price level code សម្រាប់ការ connect ទៅ mobile app ដែរមានន័យថាពេលដែល user ប្រើប្រាស់ជាមួយនឹង mobile app គាត់ register មកគឺចូល price level ទី1នេះមុនគេហើយក្រៅពីហ្នឹងនៅពេលដែលយើងចង់ធ្វើការ upgrade បានយើងបង្កើត price level ផ្សេង connect ជាមួយគ្នាដើម្បីបង្កើតជា level 1 level 2ដើម្បីឲ្យមានការ upgrade ទៅ level ណាមួយដែលយើងចង់បានអញ្ចឹងបច្ចុប្បន្នខ្ញុំមានទៅលើ price level 4ហើយស្រាប់ហើយសម្រាប់ការបង្កើត mobile app ហ្នឹងហើយ price level ផ្សេងទៀតអាចថាយើងបង្កើតសម្រាប់ជាមួយនឹង wholesale អីធម្មតាទូទៅអត់អីទេអញ្ចឹងករណីដែលយើងបង្កើត connect ជាមួយនឹង price level សម្រាប់ការ auto upgrade គឺយើងបង្កើតលក្ខខណ្ឌដូចនេះអញ្ចឹងឥឡូវខ្ញុំមាន general gold premium silver អញ្ចឹងយើងមាន4 level ហើយរួចរាល់ហើយអញ្ចឹងខ្ញុំបង្កើត level ទី5ដើម្បីបង្ហាញអញ្ចឹងនៅពេលដែលយើងបង្កើត level ទី5កន្លែងនេះខ្ញុំសូមដាក់ platinum អូខេអញ្ចឹងនៅពេលដែលយើងកំណត់ platinum មកកន្លែងនេះគឺយើងអាចអាសាញជាមួយនឹង membership card បានបើសិនបើយើង design ខ្លួនឯងប៉ុន្តែបើអត់ទេ app នឹង default ទៅលើទម្រង់ print នឹងឲ្យបើសិនបើយើងអត់មានរូបភាពដែល design ខាងក្រៅទេបន្តមកទៀតនៅពេលដែលយើង add new ជាទូទៅសម្រាប់ការកំណត់គឺយើងអាចកំណត់បានដូចគ្នាដដែលទេទៅលើ invoice discount ឬក៏ product discount ហើយភ្ជាប់ជាមួយនឹង sale point និង upgrade point អញ្ចឹងកន្លែងនេះគឺយើងមានទៅលើលក្ខខណ្ឌមួយថាតើនៅពេលដែលដល់ level មួយនេះតើយើងឲ្យមេគុណ point ទៅឲ្យអតិថិជនប្រហែលដែរអញ្ចឹងខ្ញុំមាន level 1 level 2 level 3គឺយើងឲ្យមេគុណខុសៗគ្នាហើយអញ្ចឹងខ្ញុំឧទាហរណ៍ថាបើសិនជាគាត់ដល់ទៅ platinum មានន័យថា level មេគុណ point របស់គាត់ខ្ញុំអាចឲ្យគាត់ដល់ទៅ2អញ្ចឹងឧទាហរណ៍ថាបើសិនជាម្នាក់ហ្នឹងឬក៏ membership មួយហ្នឹងធ្វើការ upgrade ទៅដល់ platinum មានន័យថាគាត់ទទួលបានការទិញគឺគុណនឹង2សម្រាប់ការ saving បន្ទុករបស់យើងជាធម្មតាគឺយើងឧទាហរណ៍ថា$1ស្មើ1បន្ទុកអញ្ចឹងបើសិនជាគាត់ដល់ platinum គាត់នឹងទទួលបាន2បន្ទុកសម្រាប់ការកំណត់ហ្នឹងហើយមួយទៀតចំពោះការ upgrade star គឺយើងអាចដាក់លេខគុណ1ធម្មតាបានមានថា$1នៅតែស្មើ1 star ដដែលអញ្ចឹងកន្លែងនេះដែរគឺយើងមានការកំណត់ពីរផ្សេងគ្នាមួយជាបន្ទុកមួយជា star upgrade នេះមានន័យថាយើងអាចយកទៅប្រើធ្វើអីបានទេប៉ុន្តែវាជាចំនួនមួយដើម្បីយោងទៅដល់ការ upgrade មកវិញអញ្ចឹងការ upgrade បែបណាខ្ញុំសូមបង្ហាញទៅខាងក្រោមបន្តិចនៅពេលដែលយើងកំណត់ថា level ហ្នឹងសម្រាប់ការបង្ហាញលើ app ហើយជាការ upgrade គឺយើង select យកយ៉ាកន្លែងនេះអញ្ចឹងមានន័យថាlevel មួយនេះគឺប្រើសម្រាប់ app ហើយអាច upgrade បានមួយវិញទៀតបើសិនបើយើងដាក់លេខ5មានន័យថា level នេះគឺជា level ទី5ដោយសារតែខ្ញុំមាន4 level ហើយមានតាំងពី general រហូតដល់ premium អញ្ចឹងខ្ញុំអាចដាក់ level នេះជា level ទី5ហើយបន្តមកទៀត upgrade point របស់ level ហ្នឹងយើងកំណត់ប្រមាណអញ្ចឹងដោយសារតែ premium គឺខ្ញុំដាក់2000រួចរាល់ហើយអញ្ចឹងអានេះដាក់5000ឧទាហរណ៍អញ្ចឹងនៅពេលដែល star មួយនេះខ្ញុំបញ្ជាក់ម្ដងទៀតចំពោះការ upgrade មិនមែនយកពីបន្ទុកនេះទេបន្ទុកនេះគឺសម្រាប់ទៅដូររង្វាត់មានន័យថាជាបន្ទុកដែលយើងមើលឃើញហើយជាតម្លៃដែលអាចបដូរកាត់រង្វាត់បានប៉ុន្តែ star មួយនេះគឺយើងអាចធ្វើអីបានទេមានន័យថាវាគ្រាន់តែជាការកំណត់មួយដើម្បីយកមក upgrade level លេងអញ្ចឹងបើសិនជាគាត់ទិញដល់កំណត់ star ហ្នឹងបាន5000គឺមានន័យថាគាត់នឹងទទួលបានlevel platinum មួយនឹងអញ្ចឹងចាប់ពី5000ទៅនៅតែក្នុង platinum ទាំងអស់ប៉ុន្តែបើ4999គឺនៅក្នុង premium ធម្មតាអ
ចឹងកន្លែងនេះខ្ញុំបញ្ជាក់បន្តិចគឺជាចំនួន star នៃការ upgrade ចូលដល់ level ដែលយើងកំពុងតែបង្កើតកន្លែងនេះបន្តមកទៀតគឺយើងអាចធ្វើការ mention ទៅលើព័ត៌មាន text editor ទៅលើ card membership បន្ថែមភ្ជាប់ជាមួយនឹង memo ហើយនឹង active ធម្មតានៅពេលដែលយើងធ្វើការបញ្ចូលរួចរាល់យើងអាចរក្សាទុកបានអញ្ចឹងនៅពេលដែលមានអតិថិជនគាត់ចាប់ផ្ដើមsaving star កាន់តែច្រើនមានន័យថាគាត់អាចផ្លោះពីឧទាហរណ៍ថាកំពុងតែមានអ្នកនៅក្នុង premium អញ្ចឹងបើសិនជាគាត់ក្នុង premium គាត់មាន 2000 ហើយអញ្ចឹងបើសិនជាគាត់មកទិញហើយ saving បន្តទៀតគឺគាត់នឹងទទួលបាន platinum ដែលខ្ញុំកំពុងតែ upgrade ថ្មីនេះហើយភាគរយគឺយើងអាចកំណត់តាមនឹងដូចគ្នាដោយសារតែ premium យើងបានដាក់ product discount 15% ប៉ុន្តែ platinum មិញហ្នឹងខ្ញុំអត់បានដាក់ទេអញ្ចឹងយើងអាចចូលទៅ edit បានដូចគ្នាអូខេអញ្ចឹងបច្ចុប្បន្នខ្ញុំអាចដាក់platinum នេះខ្ញុំដាក់ 20%ចឹងលក្ខខណ្ឌហ្នឹងគឺយើងធ្វើជាមួយនឹងការបង្កើតព័ត៌មាន level ដោយខ្លួនឯងដោយកំណត់ថា level មួយណាចូលទៅក្នុង app level មួយណាប្រើប្រាស់បាននៅក្នុង back end ចឹងខ្ញុំបញ្ជាក់បន្ថែមចំពោះ level នៅក្នុង back end យើងបង្កើតដូចគ្នាធម្មតាខ្ញុំសូម edit បង្ហាញកន្លែងនេះមានន័យថាយើងបង្កើតដូចគ្នាធម្មតាបើសិនជាយើងចង់ឲ្យគាត់មានបន្ទុកយើងដាក់លេខ1បានប៉ុន្តែបើអត់ឲ្យគាត់មានបន្ទុកទេដាក់លេខ0បានអញ្ចឹងកន្លែងនេះដោយសារតែពេលខ្លះយើងប្រើប្រាស់ back end អញ្ចឹងយើងអត់ចង់ឲ្យគាត់មានការ saving អីដូច membership លក់រាយទេអញ្ចឹងយើងអាចចូលមក edit កន្លែងព័ត៌មាន sale នេះsaving point ឬក៏ upgrade star នេះដាក់00ហើយ update sale មកវិញមកបានអីអញ្ចឹងមានន័យថាគាត់ទទួលបានបន្ទុកទេប៉ុន្តែបើសិនជាជាប់លេខ1ដូចមិញហ្នឹងគឺមានន័យថាសំបីតែ wholesale ដែលគាត់ជាអ្នកទិញដែលនៅក្នុង back end ហ្នឹងឬក៏តាម invoice ហ្នឹងក៏គាត់បានបន្ទុកដែរដោយសារតែយើងមានជាប់មេគុណមួយនៅគ្រប់ level ទាំងអស់បើសិនជាយើងអត់បានធ្វើការកែប្រែទេគឺវានឹងកណនាជាបន្ទុកទៅឲ្យគាត់ហើយនឹងមានការ upgrade automatic ទៅឲ្យគាត់ដូចគ្នាអញ្ចឹងកន្លែងនេះសូម prevent តិចទៅលើលក្ខខណ្ឌគឺបើសិនបើប្រើជា wholesale ដាក់ថា no កន្លែងនេះហើយជាមួយនឹង level នេះ saving point sell point ឬក៏ upgrade star ដាក់ថា00ហើយ sell មកវិញគឺបានរួចរាល់ចឹងកន្លែងនេះខ្ញុំសូមបង្ហាញជាមួយនឹងលក្ខខណ្ឌបង្កើត wholesale ដាច់ដោយឡែកមួយទៀតបើសិនបើយើងបង្កើតជា level wholesale ផ្សេងមួយទៀតឧទាហរណ៍ wholesale level 1ចេះមកចឹងមានន័យថាបើសិនជាយើងប្រើប្រាស់ក្នុង back end យើងដាក់កន្លែង upgrade star នេះ0ហើយកន្លែងនេះគឺ no automatic អត់មានត្រូវការដាក់ upgrade អីទេចឹងព័ត៌មានផ្សេងទៀតដាក់00ដែរមកហើយបើសិនបើ invoice discount product discount អាចដាក់បានធម្មតាព្រោះជាទូទៅ level back end អតិថិជន back end ក៏គាត់ត្រូវការមាន discount ដែរអញ្ចឹងកន្លែងនេះអាចដាក់បានធម្មតាប៉ុន្តែដកទៅកន្លែងនេះទេនេះដាច់ខាតគឺត្រូវតែដាក់00តែម្ដងព្រោះបើមិនអញ្ចឹងទេគឺមានបន្ទុកគុណឲ្យគាត់ទេអញ្ចឹងយើង sale មកវិញមកបានហើយអញ្ចឹងសម្រាប់ការបង្ហាញទៅលើការបង្កើត membership level សម្រាប់ការ upgrade ខ្ញុំមានការបង្ហាញប៉ុណ្ណឹង